ពេលនោះខ្ញុំបានឃើញថាលោកទៅកន្លែងណាក៏ដោយបងប្អូនលោកទៅកន្លែងណាក៏ដោយគឺថាចរន្តនៃការចង់ផ្លាស់ប្ដូរមានទំហំធំធេងខ្លាំងណាស់បងប្អូនជាពិសេសខេត្តព្រៃវែងបងប្អូនខ្ញុំមានការរំភើបខ្លាំងណាស់ជាមួយនឹងទឹកចិត្តរបស់ប្រជាប្រដ្ឋដែលមានការចង់ផ្លាស់ប្ដូរពេលនោះបងប្អូនមានមេភូមិក៏ដែរកត់ឈ្មោះប្រជាប្រដ្ឋគាត់ដើរកត់ឈ្មោះប្រជាប្រដ្ឋបំណាច់តែប្រជាប្រដ្ឋមានការខឹងសម្បាហើយចង់ឲ្យមានការផ្លាស់ប្ដូរដឹងគាត់បើកទ្រូងនិយាយទៅកាន់មេភូមិនឹងថាម៉េចទេគាត់និយាយថាមិនបាច់ដើរកត់ឈ្មោះទេដកតែមេភូមិឯងចេញសុទ្ធតែអ្នកប្រឆាំងទាំងអស់គាត់ហ៊ាននិយាយដល់ហ្នឹងដែលពីដើមមកគាត់ខ្លាចដល់ពេលឃើញមេភូមិគាត់ដើរកត់ឈ្មោះគាត់ប្រាប់មេភូមិថាម៉េចទេថាមិនបាច់កត់ឈ្មោះទេអានេះចូលគណៈបកនេះអានោះចូលគណៈបកនោះមិនបាច់កត់ឈ្មោះទេដកតែមេភូមិឯងចេញគឺថាពួកប្រឆាំងទាំងអស់គាត់ហ៊ាននិយាយដល់ពេលមេភូមិនឹងគាត់និយាយទៅទៀតគាត់និយាយថាបោះឲ្យគណៈបកប្រឆាំងប្រយ័ត្នមានសង្គ្រាមកើតរឿងវេទនាដឹងគាត់តទៅមេភូមិយ៉ាងម៉េចទៅវិញគាត់ថាវាគ្មានអីវេទនាលើសរស់នៅក្នុងសង្គមនឹងទៀតទេវេទនាខ្លាំងណាស់ដូច្នេះទោះបីវេទនាប៉ុណ្ណាក៏អត់បានដែរក៏អាចស៊ូទ្រាំបានដែរវាគ្មានវេទនាអីរស់ហួសពីរស់នៅក្នុងសង្គមនេះទេបងប្អូនណាស្ដាប់ទឹកចិត្តរបស់គាត់ណាខ្ញុំមានការខ្លោចសារមែនទែនវាហួសហេតុពេកហើយដែលយើងរស់នៅក្នុងសង្គមមួយដែលប្រជាប្រដ្ឋឈឺចាប់គ្រប់បែបយ៉ាងទាំងអស់បងប្អូនណាគ្រាន់តែប្រៀបធៀបផ្ទះនៅទីក្រុងភ្នំពេញផ្ទះមួយតម្លៃ$7-80000បងប្អូនប្រៀបធៀបជាមួយនឹងជីវិតរបស់ប្រជាប្រដ្ឋដែលរកបានព្រឹកខ្វះល្ងាចរកបានល្ងាចខ្វះព្រឹកតើថ្ងៃណាមួយគាត់ទើបគាត់មានលុយទិញផ្ទះនៅភ្នំពេញនៅជាមួយនឹងគេបានបងប្អូនពិចារណាមើលគ្រប់កន្លែងយកដីយកធ្លីប្រជាប្រដ្ឋគ្រប់កន្លែងជិះជាន់មើលងាយទឹកចិត្តប្រជាប្រដ្ឋគ្រប់កន្លែងទាំងអស់ធ្វើប៉ុណ្ណឹងហើយនៅសង្ឃឹមតែខ្លួនឈ្នះឆ្នោតទៅទៀតដល់ពេលឃើញប្រជាប្រដ្ឋចង់មានការផ្លាស់ប្ដូរអញ្ចឹងបងប្អូនខ្ញុំមានការរំភើបណាស់ចំពោះទឹកចិត្តរបស់ប្រជាប្រដ្ឋដែលទៅកន្លែងណាក៏ដោយចរន្តនៃការផ្លាស់ប្ដូរនឹងគឺមានគ្រប់កន្លែងតែហ្មងប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំហើយខ្ញុំយល់ថាខ្ញុំមិនអាចនិយាយទៅកាន់ប្រជាប្រដ្ឋខ្មែរដែលកំពុងតែខឹងខ្លាំងធ្វើឲ្យមានចង់មានការផ្លាស់ប្ដូរនេះបានទេពីព្រោះថាទី1គឺជាអត្តចរិតរបស់ប្រជាប្រដ្ឋខ្មែរផងគឺសឹងថារោគចន្លោះពេលសូម្បីតែ1វិនាទីឬ2វិនាទី5វិនាទីដើម្បីនិយាយឲ្យខ្មែរស្ដាប់នេះបានអត់ផងទី2វាគឺជាទឹកចិត្តពុះកជ្រួលខ្លាំងរហូតដល់យើងនិយាយអីក៏ស្ដាប់អត់បានដែរឲ្យតែប្រឆាំងជាមួយនឹងចរន្តនៃការផ្លាស់ប្ដូររបស់គាត់ខ្ញុំចង់និយាយទៅកាន់ប្រជាប្រដ្ឋថាការមានទឹកចិត្តផ្លាស់ប្ដូរវាគឺជារឿងត្រឹមត្រូវហើយបងប្អូនពីព្រោះយើងមិនអាចរស់នៅក្នុងសង្គមបែបហ្នឹងបានទេបងប្អូនវាហួសហេតុទាំងជីវភាពប្រជាប្រដ្ឋដែលកំពុងតែរស់នៅនឹងវាខ្សត់ខ្សោយអយុត្តិធម៌សង្គមនឹងវាមានហួសហេតុទៅលើប្រជាប្រដ្ឋហើយជនបរទេសហូរចូលមកដល់សប្តាហ៍ថ្ងៃទៀតយើងមើលឃើញថាចរន្តនេះគឺជាចរន្តត្រឹមត្រូវណាស់ដែលយើងធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងសង្គមជាតិរបស់ពួកយើងវាត្រូវតែមានការផ្លាស់ប្ដូរប៉ុន្តែការបញ្ចេញលទ្ធផលឆ្នោតមកប៉ុណ្ណេះវាគឺជាសញ្ញាមួយល្អដែរជាពិសេសគឺប្រាប់ទៅរដ្ឋាភិបាលកុំឲ្យគាត់នឹងមានមោទនភាពជាមួយនឹងទង្វើរបស់គាត់ទេជាពិសេសគឺពួកដែលនិយាយតាមទូរទស្សន៍និយាយតាមរយោដូចសត្វជារៈដូចអាជ្រិមដូចអ្នកនៅតាមទូរទស្សន៍កុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងមើលងាយនេះថាឲ្យតែពួកនឹងវានិយាយគឺថាប្រជាប្រដ្ឋនឹងចេះតែជឿពួកវាបើស្នាជានិយាយទៅវាមានអត្តពលចេះតែជឿពួកវាមិនមែនពេញអញ្ចឹងទេមិនមែនខេត្តកណ្ដាលអញ្ចឹងទេនេះជាសារមួយបញ្ញាក់ទៅដល់គាត់ឲ្យគាត់ដឹងច្បាស់កុំឲ្យគាត់នឹងចេះតែប្រើអាពួកឈួតចិត្តចេះតែមកនិយាយគាត់យល់ថាម៉េចគាត់យល់ថាប្រជាប្រដ្ឋខ្មែរវាល្ងងនិយាយអីកុំដឹងឲ្យលោកយាយលោកតាទៅរត់ទៅយុទ្ធហ្នឹងគាត់នៅនិយាយអញ្ចឹងប៉ុន្តែពេលរត់មកភ្ញាក់ខ្លួនហ្នឹងភ្ញាក់ឲ្យដឹងថាណែមិនមែនគេចេះតែតែឯងនិយាយតែមិនគេចេះតែយល់តាមអ្នកឯងថាទេណាវាមិនមែនចង់ទេណាឲ្យមើលឲ្យច្បាស់កន្លែងហ្នឹងតែខ្ញុំនិយាយនឹងនិយាយចាក់រុកបងប្អូនមើលឲ្យច្បាស់ទៅបើស្នាជាការនិយាយហ្នឹងវាចេះតែជឿតាមពាក្យអស់នឹងនិយាយមិនស្លាប់ណោតអញ្ចឹងទេគឺគេស្អប់ចិត្តងាប់ហើយក្នុងរយៈក្នុងទូរទស្សន៍គេស្អប់ចិត្តងាប់ហើយនេះគឺជាសញ្ញាមួយទៅដល់គណៈបព្វជិជននិងទី2ជាសញ្ញាមួយទៅដល់សម្ដេចផ្ទាល់តំងសម្ដេចផ្ទាល់កាលណាយើងរកអីឲ្យគេបានណាដូចតែកាពះចឹងរកអីឲ្យគេបានណាទោះបីតែកាពះខុសប៉ុណ្ណាដែរអូល្អរហូតតែរកឲ្យអីឲ្យគេអត់បានគឺអាចហ្មងអាចហ្មងចឹងតែរកឲ្យគេបានអត់អាចហ្មងដឹងអាណត្តិហ្នឹងណាមនុស្សមួយចំនួនដែលគ្រប់គ្រងគណៈបព្វជិជនចេញទៅកណ្ដាលខ្ញុំថាយូរ
ខ្ញុំថាពួកនេះគ្រប់គ្រងសម្ដេចណាដោយសារសម្ដេចបានធ្វើបានឲ្យផលប្រយោជន៍ទេបើអត់មានផលប្រយោជន៍ទេពួកហ្នឹងគាត់សម្ដេចចោលហើយឥឡូវនេះចេញពាក្យបដាមកថាម៉េចទេខាងអំណាចហ្នឹងគេសាកល្បងយកសម្ដេចហ្នឹងទៅដាក់ពីមុខដើម្បីឡំទេយកស្លឹកឆ្នោតសាកមើលដោយមិនប្រើគណៈបព្វជិជនទេបើអាណិតបើស្រឡាញ់សម្ដេចបើជឿទុកចិត្តយកតួអង្គសម្ដេចទៅឡំទេដល់ពេលឥឡូវនេះឃើញថាឡំទេទៅអត់បានស្លឹកឆ្នោតទេតួអង្គសម្ដេចមិនមានប្រជាប្រិយភាពទេអាណត្តិក្រោយគេប្រែគេឡំទេគណៈបព្វជិជនម្ដងឃើញទេគ្រាន់តែស្លឹកឆ្នោតភ្នាក់ប៉ុណ្ណឹងណានេះបើចាញ់ទៀតសម្ដេចខុស100សម្ដេចខុសហើយខុសទាំងអស់ប៉ុន្តែបងប្អូនមើលមកគណៈបព្វសម្ព័ន្ធនៅប្រជាប្រិយដោយពួកអ្នកចូលរួមទាំងអស់មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទោះបីជាពួកយើងចាញ់ឆ្នោតក៏ដោយអត់បានទទួលការគ្រប់គ្រងពីប្រជាប្រដ្ឋក៏ដោយមានតែអ្នកដែលចូលរួមនឹងភ័យថាខ្ញុំជុកធ្វើទេលេខូនទៅបងស្នានឹងគាត់ជុកធ្វើឲ្យទេភ័យថាខ្ញុំជុកធ្វើnênថាអូបងស្នារត់ស្លឹកឆ្នោតឲ្យខ្ញុំអត់បានផងអត់មានទេណាអញ្ចឹងបានខ្ញុំនិយាយថាក្នុងជីវិតរបស់ខ្ញុំនេះឲ្យមានមិត្តភក្តិដែលនិយាយការពិតណាតែពីរអ្នកចូលមុខខ្ញុំខ្ញុំសប្បាយចិត្តជាងមនុស្សនៅជុំវិញខ្លួនឲ្យច្រើនគប់គោកប៉ុន្តែមនុស្សអត់មានស្មោះត្រង់មួយខ្ញុំមានអារម្មណ៍ថាគេพูดខ្ញុំមានអារម្មណ៍ថាខ្ញុំរស់នៅក្នុងការបោកប្រាស់របស់មនុស្សខ្ញុំត្រូវការពិតខ្ញុំត្រូវការរស់នៅក្នុងការពិតកន្លែងចំណុចហ្នឹងជាសារមួយទៅដល់គាត់ឲ្យគាត់ពិចារណាយើងមើលឫសគល់អ្នកដើម្បីគ្នាដើម្បីគួរឲ្យសង្វេគក្នុងប្រទេសខ្មែររបស់យើងខ្ញុំដកខ្លួនខ្ញុំចេញពីអ្នកដឹកនាំខ្ញុំហៅអ្នកដឹកនាំហៅអ្នកទាំង3នាក់នេះថាជាអ្នកដឹកនាំរបស់ពួកយើងមានសម្ដេចលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសំរងស៊ីហើយនិងក្រុមប្រធានបងប្អូនមើលឫសគល់របស់គាត់មើលឫសគល់ថាតើពួកគាត់ទៅសំជាអ្នកដឹកនាំពួកយើងទាំងអស់គ្នារួមទាំងខ្ញុំផងសម្ដេចនាយករដ្ឋមន្ត្រីបងប្អូនមើលឫសគល់របស់គាត់រៀនបានថ្នាក់ណាគាត់រៀនបានមនុស្សបងប្អូនដើម្បីឲ្យមានមូលដ្ឋានក្នុងការតការសិក្សាដោយខ្លួនឯងទៅមុខទៀតណាបងប្អូនយ៉ាងតិចបំផុតទៅសញ្ញាបត្រអង្គប្រហែលខ្មែរហ្នឹងគឺសញ្ញាបត្របញ្ញាបានអាចយើងស្រាវជ្រាវដោយខ្លួនឯងបានសញ្ញាបត្របញ្ញាព្រោះប្រទេសខ្មែរយើងអន់បើថាដូចនៅប្រទេសគេអីចប់បាក់ឌុបអីកូនក្មេងខ្លាំងគេអាចស្រាវជ្រាវអាចមានកម្រិតដល់បណ្ឌិតបានដោយខ្លួនយើងប៉ុន្តែដល់ពេលវិហារទី2ទី3បងប្អូនអត់មានសមត្ថភាពក្នុងការរីកលូតលាស់ដោយខ្លួនឯងទេអត់មានសមត្ថភាពទេពីព្រោះវាទៀតពេកវាអត់មានអាកម្រិតអាចស្រាវជ្រាវខ្លួនឯងបានសម្ដេចអញ្ចឹងបងប្អូនមើលប្រវត្តិទានសូត្ររបស់គាត់ដល់ពេលគាត់ចាប់ដើមរៀនសួរពីណាបង្រៀនគាត់អ្នកដែលចង់ចំណេញពីគាត់ហ្នឹងណាដល់ពេលអញ្ចឹងគាត់មានបានរៀនអ្វីដែលគាត់ចង់រៀនណារៀនទូលំទូលាយណាវានៅសល់តែចំណេះដឹងដែលគេចង់ឲ្យគាត់ចេះគេយកគាត់ទៅបង្រៀនស្អីដែលគេចង់ឲ្យគាត់ចេះដែលគេយល់ថាប្រយោជន៍របស់គេហ្នឹងគេបង្រៀនគាត់តែអញ្ចឹងដល់ពេលអញ្ចឹងគាត់ចេះតែអញ្ចឹងចេះតែបំបែកចេះតែស្អីគាត់ចេះតែហ្នឹងហើយគេចេះតែបច្ចាគាត់ហើយដល់ពេលគាត់ធ្វើទៅបានជោគជ័យមែនអានេះខ្ទេចអានោះខ្ទេចគេចេះតែបញ្ចូលគាត់ទៅឲ្យរៀនហ្នឹងត្រូវប៉ុន្តែការពិតគាត់ចេះតែអ្វីដែលគេឲ្យគាត់ចេះទេបងប្អូនមើលប្រវត្តិអ្នកដឹកនាំយើងមួយហ្នឹងអញ្ចឹងដល់ពេលអញ្ចឹងគាត់អត់មានមូលដ្ឋានទូលំទូលាយគាត់រស់នៅក្នុងភាពខ្មៅងងឹតបោកប្រាស់ឡើងជុំវិញគាត់ទាំងអស់បោកប្រាស់ទាំងអស់ពីអីមូលដ្ឋាននៃការរៀនសូត្ររបស់គាត់តិចពេកដល់គាត់តិចពេកគេទៅបង្រៀនគាត់បង្រៀនតែអាស្អីដែលគេឲ្យគាត់ចេះហ្នឹងហើយគាត់បានចេះមួយម៉ាត់ពីរម៉ាត់បងប្អូនចាំមើលគាត់និយាយតាមទូធ្វើដូចតែគាត់នឹងចេះហិតធ្លាប់ចឹងណាប៉ុន្តែគាត់តាមពិតគេដឹងប្រាប់គាត់ថ្មីហ្នឹងទេគាត់រៀនចាំទៀតគាត់ទៅអត់មានមូលដ្ឋានក្នុងការស្រាវជ្រាវរឿងពិតដោយខ្លួនឯងទេនឹងមួយទៅ